នីតិសិល្បៈយើងមានសេចក្តីសមណរីករាយសូមនាំយកនីតិរឿងបរោះបេះដូងនេះមកផ្សាយជូនបងប្អូនស្ដាប់កំសាន្តរឿងនេះនិពន្ធដោយស្ម័គ្រមិត្តទីជីវូតតួសម្ដែងក្នុងរឿងនេះមានផ្នែកបរោះគិរីពងសម្ដែងដោយមិត្តឈិនឈីងទីទូដោយមិត្តគង់វុធីសុក្រិតដោយមិត្តយុសសូរាំងសាវេតដង្ខៅសាធនដោយស្ម័គ្រមិត្តអ៊ុយសាខនសេដ្ឋីដោយមិត្តហ៊ុនហេងពិរោធដោយមិត្តស៊ុំសំអាននាយសេនាដោយស្ម័គ្រមិត្តសុកសំអនចៅក្រមដោយមិត្តសាញ់ស្រណោះអុកញ៉ាមហាបែនដោយមិត្តអ៊ូបណ្ណរ៉ាបដាន់ដោយមិត្តសុកស៊ីនីមុលផ្នែកនារីនាងបញ្ញរីដោយមិត្តនារីណយសំណាងនាងវិជ្ជរាដោយមិត្តនារីប៉ាក់សំអល់ម្ដាយគិរីទុំដោយមិត្តនារីអុកសុផានាងច័ន្ទរីដោយមិត្តនារីណយស៊ីថាប្រពន្ធដង្ខៅលក់សេះដោយមិត្តនារីទីដាលីនាងឆាវ័នដោយមិត្តនារីវ៉ាញ់នារីម្ដាយនាងបញ្ញរីដោយមិត្តនារីអុករីណាសូមអញ្ជើញបងប្អូនរួមជាតិនឹងមិត្តស្ដាប់កំសាន្តដូចតទៅឈ្មោះវិចារារាល់ថ្ងៃរំដោយទុកខ្លោចផ្សាជាមួយគ្រោះផ្សាខាងស្វាមីអើយវិចារាចាំម៉ែកែងអញប្រាប់យូរមកហើយថាពេលណាកូនអញមិននៅមិនឲ្យអ្នកហំស្លៀកពាក់ល្អទេណាចាសម្លៀកបំពាក់នេះពេញចាស់ពេញទុំទេតាប៉ុន្តែកូនគ្រាន់តែបោកពួកឲ្យវាស្អាតប៉ុណ្ណោះទេម៉ែអីគូមាត់រឹងម៉ែអូយក៏ដេចក៏ម៉ែវាយកូនកំអោយកំអាយខ្លាំងពេកម៉ែអញអត់អូតាមជ្រប់តាមត្រង់ដំបូលរបស់ម៉ែនេះយ៉ាដងណាស់យ៉ាលេយ៉ាទីដងយ៉ាលេម៉ែមីថ្ងៃនេះតើមីខ្ញុំគេហ្នឹងវាបានធ្វើអីខ្លះទៅវាថ្លៃបានប្រហែលម៉ែប៉ារវល់តែថ្នាក់ថ្នមកូនវានោះម៉ែអូកូនប្រុសម្ដងម៉ែខ្ញុំយំចឹងមកជីយ៉ាកុំមកឲ្យអញ
កូនពុំគួរមកចាប់tayម្ដាយឲ្យរងទឹកវេទនាយ៉ាងនេះសោះម៉ែអត់ទៅកូនណាបងគិរីពុំជាមេតបមានកិត្តិស័ព្ទពេញនគរពុំគួរណាគាត់ទៅស្រឡាញ់មនុស្សក្ររហាមកំពីយកមកធ្វើជាប្រពន្ធអញ្ចឹងសោះរឿងហ្នឹងហើយដែលធ្វើឲ្យម៉ែក្តៅក៏ហើយដៃពំលុកបក់ពុំឡាហើយអស់ប្រហែលឆ្នាំមកហើយខ្វះអីកូនកំមុំលោកអុកញ៉ាមន្ត្រីក៏គូដែលគេចង់លើកមកវានោះម៉ែកូនយល់ហើយខ្ញុំស្រឡាញ់បងគិរីពងធ្វើឲ្យខូចកិត្តិយសដល់គាត់ធ្វើឲ្យបាក់មុខបាក់មាត់ដល់វងទទល់របស់ម៉ែដូច្នេះសូមម៉ែជប់ខឹងទៅតើណោប្តីកូនត្រឡប់មកពីធ្វើសឹកសង្គ្រាមវិញកូននឹងលាគាត់ចុះចេញពីផ្ទះរបស់ម៉ែហើយយ៉ាចង់ទូលបាត់ប្តីហងផងអូយចង់ទូលបាត់ណាអូយម៉ែកូនគឺទុំត្រឡប់ទៅមកពីច្បាំងវិញណាអ្នកអញប្រាប់តែហងអញហ៊ានប្រាប់ណាអញកាត់ដណ្ដាតហងចោលលើទៅចំជាមុខក្រាស់អៀនខ្មាស់មែនបាទគ្រួសារគេពុំពេញចិត្តហើយនៅតែត្បាល់បាច្រកទៀតហ៎
បន្ទាប់ពីកលអង្គសត្រាវិលរកគ្រួសារក៏ឲ្យរីករាយចេញផុតពីព្រះបរមរាជវាំងហើយខ្ញុំគិតសុំលាលោកសក្តិហើយណាលោកមេតបសង្គ្រាមលើកនេះសាហាវណាស់បើគុំតែមានលោកមេតបម្លេះនគរចំពោះគ្រឹះយើងពុំអាចបណ្ដេញកងទ័ពឈ្លានពានរបស់នគរហង្សាវតីបានទេណាលោកសក្តិជ័យជំនះនេះគឺបានដោយសារកម្លាំងកាយនិងកម្លាំងចិត្តរបស់កងទ័ពយើងទាំងអស់មិនមែនដោយសារតែរូបខ្ញុំម្នាក់ឯងទេប៉ុន្តែក៏ព្រោះតែមានលោកមេតបមានសមត្ថភាពដឹកនាំនិងយុទ្ធសាស្ត្រខ្ពង់ខ្ពស់ដែរដូចដែលព្រះក្រណាមានបន្ទូលទៅថាបាញ់មិញអញ្ចឹងលោកចាញ់ជើងមកវិញហើយម៉ែអូគេរីពងកានអូម៉ែនកូនណាកូនបានសុខសប្បាយចិត្តទេកូនណាមិនអីទេម៉ែសង្គ្រាមលើកនេះស្វិតស្វាញណាស់ប៉ុន្តែកងទ័ពរបស់កូនបានទទួលជោគជ័យដោយបានវាយបណ្ដេញកងទ័ពឈ្លានពានរបស់នគរហង្សាវតីឲ្យចេញផុតពីព្រំសីមាអស់រលីងហើយណាម៉ែអូល្អណាស់កូនបងអូនចៅវ៉ាន់អូនសូមអបអរចំពោះជោគជ័យប្រកបដោយវីរភាពដ៏ដងដំរបស់បងពីថ្ងៃនេះទៅកិត្តិនាមរបស់បងនឹងរត់តែល្បីរន្ទឺហើយមែនហើយចៅវ៉ាន់ណែឯណាមិនឃើញប្រពន្ធនឹងកូនរបស់ខ្ញុំមកបងកូនឯងទួរំបិសាទនោះធ្វើអីបងទួរំវិចារប្រពន្ធរបស់បងនោះហីយីយ៉ាងម៉េចចៅវ៉ាន់បងទៅឯងនឹងរឿងអីហ៎បងសួរម៉ែចឹងខ្ញុំមានប្រហារអូនវិចារក្បត់ចិត្តនឹងខ្ញុំមិនក៏មានរឿងបែបនេះឡើងទៅវិញមកប៉ុន្តែរបស់បងរត់តាមសាហាយបាត់ទៅហើយបងមិនជឿទេអីហ្នឹងហើយតាំងពីប្រហែលឆ្នាំមកហើយម៉ែតែងគាត់ថាឲ្យកូនបោះបុកនេះកំពុះអ្នកក្រកំព្រានឹងចោលទៅខ្វះអីកូនប្រមុំឲ្យលោកអុកញ៉ាមន្ត្រីស្ថិតហាប់បាត់ដីពី
ពេញមួយរាជធានីអ្នកណាក៏គេចង់លើកឲ្យកូនតែជាមេទ័ពខ្លាំងពូកែដែរកូនមិនព្រមស្ដាប់ម៉ែសោះឥឡូវនេះឃើញទេកូនឯងឃើញទេម៉ែជួបមានប្រសាទទៀតទៅអូនវិចារាហេតុអីក៏ដាច់ចិត្តធ្វើយ៉ាងនេះបងគិតមិនយល់សោះទោះបីយ៉ាងណាក៏គួរទៅអូនទុកកូនឲ្យបងដែរណាអូនវិចារាអូនគិតពីប្តីណាកោតអើយកោតចិត្តណាអើយអើយអត់មានប្រណីហ៊ានក្បត់ណាអើយចិត្តប្តីអើយអូនណាអើយចង់ចោលគ្រួសារដៃចេញអើយធ្វើសឹកអើយអើយអាពីរដ្ឋាគូអីអើយជីវ៉ាអើយអូនណាប្រហាស្នេហ៍យើងពីទូកូនប្រុសមានឪពុកខំរត់រះនឹកស្មានថាមកដល់ផ្ទះបានឃើញមុខកូនប៉ុន្តែពុកបែរជាទទួលការឈឺចាប់ទៅវិញអោះតាហុំនេះហើយដែលយើងធ្លាប់ដណ្ដប់ខ្នើយនេះហើយមានសម្បត្តិនៅក្នុងស្រោមខ្នើយច្បាស់ជាសម្បត្តិរបស់វិចារាហើយខ្ញុំបើកសម្បត្តិមើលសិនបងសិរីពងប្តីសម្លាញ់ចិត្តអូនស្រឡាញ់បងណាស្រឡាញ់ស្មើនឹងជីវិតរបស់អូនពេលដែលបងចេញទៅច្បាស់អូនតែងបិទពុកបំស្រន់សុំឲ្យបងបានសេចក្តីសុខហើយអូននឹកមកមេជានិច្ចទៅរកបងពេលដែលឃើញកូនយើងចាស់អូនតែសម្រក់ទឹកភ្នែកព្រោះអូនប្រម៉ៃទៅបងអូនទន្ទឹងនៅផ្លូវបងគ្រប់ដង្ហើមចេញចូលប៉ុន្តែបងអើយជាមួយនឹងទឹកចិត្តស្នេហាយ៉ាងបដូរផ្ដាច់ចំពោះរូបស្វាមីនោះអូនក៏ត្រូវទទួលទារុណកម្មទាំងផ្លូវចិត្តនិងផ្លូវកាយគ្រប់ពេលវេលាដែរម្ដាយរបស់បងក៏អត់ព្រមអូនណាស់គាត់ថារឿងអូននេះធ្វើឲ្យខូចដល់កិត្តិយសពូជបងវងត្រកូលរបស់គាត់ទាំងញាតិជិតខាងដែលសុទ្ធតែត្រកូលអភិជននោះក៏គេតែងស្គាល់ពាក្យលេបខាយដោយក្តីនិន្ទាឈ្នានីសដល់អូនដែរគេថារូបអូនជាក្អែកនៅក្នុងវងរាជហង្សក្តីសម្លាញ់ចិត្តស្នេហាពិតត្រូវចេះលះបង់ដើម្បីកិត្តិយសគ្រួសារបងដើម្បីអនាគតដ៏រុងរឿងរបស់បងអូនសូមដាក់ដៃកូនចុះពីត្រនំដំណឹកដំនេះហើយសូមបងអភ័យទោសឲ្យអូនផងដោយអូនពុំបានទុកកូនអើអូនសូមជូនបងឲ្យបងបានជួបនឹងភរិយាថ្មីដែលនាំមកនៃកិត្តិយសដល់ពងពោះនិងសុភមង្គលដល់គ្រួសារបងអូនលាហើយហត្ថលេខាវិជ្រាប្រពន្ធកំសត់របស់បងកាពិតអញ្ចឹងទេតើអូនវិចារា
ពីទូកូនប្រុសមានឪពុកតើកូនទៅដល់ទីណាហើយខ្ញុំត្រូវតែទៅតាមរកនាងខ្ញុំតាអីគិរីពងតើកូនយ៉ាងកាអីក្តងខ្ញុំដឹងរឿងអស់ហើយម៉ែកុហកកូនម៉ែធ្វើបាបកូនណាម៉ែធ្វើបាបកូនយ៉ាងម៉េចទៅម៉ែធ្វើយ៉ាងម៉េចកូនគិរីពងម៉ែមិនណាត់ទូនសោះចិត្តក្តៅក្រហាយនឹងកូនប្រតាអូអីអើយយ៉ាងម្ដាយចិត្តក្តៅក្រហាយនឹងកូនប្រតាតើប្រពន្ធខ្ញុំប្រត់ទៅទីណាសូមម៉ែមេត្តាប្រាប់ឲ្យត្រង់បីម៉ែស្អប់ពើមវិចារាប្រពន្ធខ្ញុំយ៉ាងណាក៏គួរតែម៉ែអាណិតចាំកូនត្រឡប់មកវិញដែរណាម៉ែអ្វីដើម្បីរូបកូនទាំងអស់អញមិនដឹងខ្លួនទេគេសាយពេញវិរិយធានីគួរអីមេតបប្រចាំនគរទាំងនោះទៅយកស្រីក្ររហាមគ្មានពូគ្មានអំបោមកធ្វើជាប្រពន្ធយ៉ាងនេះគិតមើលទៅកូនអញ្ចឹងម៉ែនោះចុះខ្ញុំទៅហើយណាម៉ែយីអញទៅណាគិរីពងខ្ញុំទៅតាមរកប្រពន្ធនឹងកូនខ្ញុំជួបហើយខ្ញុំនឹងនាំគ្នាទៅសង់ខ្ទមមួយនៅក្រៅពីបរិយាធានីឲ្យឆ្ងាយពីម៉ែឲ្យឆ្ងាយពីមនុស្សប្រកលពុះអស់នោះណាម៉ែទេកូនចាំយេពូព្រាវពូព្រាវមានកាយអ្នកត្រីអត់មានកាយឆាប់នាំគ្នាជិះទៅតាមគិរីពងផ្សេងទៅបាទបាយមកកូនរបស់យើងពេលរត់ទាំងយប់ដូចមនុស្សឈួនចឹងទៅព្រាវទៅអូយនេះអត់អេក្នុងរាត្រីដល់ផ្លោចសាគិរីពងរត់យ៉ាងអន្តរសារហូតដួលដេកលើស្មតាតែចាំបំរើនាំមកវិញយើងអើយអូយបោះដៃខ្លួនហើយគិរីពងកូនហេតុអីកូនធ្វើបាបខ្លួនយ៉ាងនេះកូនប្រុសម្ដាយមិនកូនចាំកូនបងព្រឹកទឹកអ្នកនាងឲ្យគាត់ពិសាឆ្នាំនេះទៅណាទឹកឆ្នាំនេះណាយីខ្ញុំនៅឯណាអញ្ចេះបងមិនខ្លាចតែយើងណាមិនគិតចេះទៅមិនគិតចឹងទៅវិញអត់ងុយពេញមួយយប់រហូតដួលសន្លប់លើផ្ទះខ្នងនៅឯមាត់ស្ទឹងសោកកាហើយបានទៅព្រាវគាត់ពំនាក់លើខ្នងសេះយកមកផ្ទះវិញណាកូនលោកគ្រូតាជាមួយគាត់យ៉ាងមិនទៅហើយលោកគ្រូមិនអីទេលោកមេតបមានបាត់ផ្លូវចិត្តនឹងមានការនឿយហត់បាត់បង់កម្លាំងកាយធ្ងន់ពេកវិធីព្យាបាលគ្មានអ្វីក្រៅពីការលួងលោមនឹងឲ្យគាត់សម្រាកព្រមទាំងពិសាថ្នាំបំពន់កម្លាំងទេណាអ្នកនាងម៉ែយ៉ាងម៉េចកូនម៉ែក៏ហក់កូនម៉ែធ្វើបាបប្រពន្ធរបស់កូនណាឥឡូវនេះមិនដឹងជាអូនវិចារាទៅដល់ទីណាទេម៉ែសងដេកទៅកូនចារីមីសូមក្មួយនឹងជួយកូនដល់សិនទៅណាទៅទេចាមិនអីទេអ្នកមីងគឺអ្នកមីងទឹកចិត្តខ្ញុំចិត្តណែគាត់ឆាប់បងណាចាម៉ែណែលោកគ្រូបាទមកពួកយើងនាំគ្នាចេញទៅក្រៅណាបាទចេញទៅនឹងលោកពិសាបបរទៅឲ្យមានកម្លាំងណាទេខ្ញុំអត់ឃ្លានទេសូមលោករំងាប់អារម្មណ៍សោកសៅសិនទៅហើយគិតដល់សុខភាពវិញ
អរគុណអ្នកនាងប៉ុន្តែលេបពុំរួចទេអ្នកនាងខ្ញុំមិនចុកយូរណាកុំអីលោកមេតុងអ្នកនាងចន្ទរីហេតុអីអ្នកនាងសុខចិត្តនៅកំដរខ្ញុំអញ្ចឹងខ្ញុំមិនដឹងដែរប៉ុន្តែពាក្យចាស់លោកថាដាច់សេះត្រូវយកតែតាមរបស់ដែលលោកបាត់បង់ទៅហើយតើលោកនឹងដែរទៅណាដល់ណាទៀតគួរតែលោករករបស់ខ្មែរមកតែជាការត្រឹមត្រូវនាងចន្ទរីចាអ្នកនាងស្អាតណាស់អ្នកនាងជាបវរកញ្ញាប្រចាំរាជធានីយើងនេះបងដឹងដែរលើសពីនេះអ្នកនាងជាបុត្រីរបស់លោកឧបរាជដែលជាវីរៈជនដ៏ដងដំក្នុងនគរផងចាយើងសុទ្ធតែជាមនុស្សរស់ក្នុងត្រកូលដ៏ខ្ពង់ខ្ពស់ដូចគ្នាប៉ុន្តែគួរឲ្យស្ដាយណាស់ដែលខ្ញុំពុំស្រឡាញ់នារីណាក្រៅពីវិចារាប្រពន្ធរបស់ខ្ញុំសោះអូយគេកាត់ទួនទៅតែងដល់គេទៅរងក៏បាត់តែតែជាឆ្ងាយហើយឡងតាបាត់ជីវិតរយៈនៅបងបានណាមីងយេមានការអីទាំងបលឹមចឹងចន្ទរីចាអ្នកមីងបងគ្រីពងទៅណាបាត់ទៅហើយអ្នកមីងមិនចឹងមិនកូនចឹងបងគ្រីពងរត់ទៅណាទៀតចាទៅយូរហើយចាអ្នកមីងខ្ញុំមិនដឹងដែរអីមិនក៏ក្មួយមិនដឹងដោយសារតែចង់អូសទាញចិត្តវាឲ្យងាកមករកក្មួយកុំឲ្យវានឹកទៅមីវិចារាទៀតតើមីងពឹងក្មួយឲ្យនៅកំដរវាហ្នឹងណាក្មួយក៏ខិតខំបំពេញភារកិច្ចនេះជាដោយស្មោះស្ម័គ្រដែរប៉ុន្តែពេលទៀបភ្លឺឃើញគាត់សំងំសម្រានហើយខ្ញុំក៏ទំរេតលក់នៅលើកៅអីដែរដឹងអីភ្ញាក់ឡើងប្រាប់តែបាត់ទៅមកគាត់តែម្ដងអ្នកមីងគាត់លួចចាញ់សម្លៀកបំពាក់របស់គាត់ឲ្យរត់ឲ្យរាយពេញបន្ទប់ប្រហែលជាគាត់យកទ្រព្យសម្បត្តិទៅតាមខ្លួនខ្លះហើយមើលទៅអូលោកជំទាវមានការអីជំរាបប្រសាទទៀតសេតដ៏ល្អរបស់លោកមេទ័ពត្រូវបាត់ទៅហើយទៀតបាត់ពីកាពូបាត់ពីយុគមិញណានាងសេះនោះគ្រីពងវាយកទៅហើយគួរឲ្យស្ដាយណាស់វាជាមេទ័ពល្បីល្បាញពេញមួយនគរមិនគួរស្រឡាញ់មកមួយនឹងមីកំពូចអ្នកក្រនោះសោះ
ឈប់ថ្លែងត្រឹមណាច់មួយកន្លែងថ្លែងពីគ្រីពុំបរោះរងកម្មតាមរកភរិយាជាយូរឆ្នាំកើតទុកប្រចាំគ្រប់វេលាជាង2ឆ្នាំមកហើយសក់វែងប្រាក់ស្មាពុកមាត់ចកាដូចជន់ជរីសម្លៀកបំពាក់ដល់ការទៅរិចរិនបាក់មុខបាក់ក្រោយដែលខ្ញុំបន្សັບខ្សែជីវិតនៅក្នុងភាពអនាថាដើម្បីស្វែងរកប្រពន្ធរបស់ខ្ញុំវិចារាអូនណាតើអូននៅទីណាកូនរបស់យើងធំប៉ុណ្ណាហើយបងចង់ឃើញមុខអូនណាគេឈប់ភ្លេចភ្លាំងឲ្យក្រាបផ្លូវឈរក្តារផ្លូវហ៎បាទគាត់ឯងនឹងបញ្ឈរទេពាំងក្តារផ្លូវចឹងហ៎លើក្តារប្រាប់ដល់ផ្លូវក្តារព្រោះមិនគាត់ធ្វើរបៀបនេះហើយក៏ធ្វើមិនដឹងសុំជើញបាទខ្ញុំដឹកទៅចេញផ្លូវណាដឹកទៅចេញអញ្ចឹងប៉ុន្តែសូមលោកអនុញ្ញាតឲ្យខ្ញុំសុំសួររឿងមួយបានទេចាំសួរអីសួរតើលោកមានបានឃើញនារីម្នាក់ដឹកដៃក្មេងប្រុសម្នាក់ទេតោះពួកយើងលើកកុំឲ្យខាតការបាត់មែនហើយអាតាពេនេះសួរដូចឈួនអញ្ចឹងណែសួរថានារីម្នាក់ដឹកដៃក្មេងប្រុសម្នាក់វាទៅខ្វះអីនារីដឹកដៃក្មេងនោះតែដឹងវាចង់សួរពីនារីណាគ្នាឃើញវាសួរដូចមិនដឹងខ្យល់អញ្ចឹងបាទគ្នាខ្ជិលមកដោមកណាត់ពេលតោះអ៊ំស្រីខ្ញុំសុំសួរបន្តិចអ៊ំអ្នកឯងមិនសេះល្អដឹកនឹងដៃដែរហេតុអីនៅប្រកបរបរសុំទានទៀតហ៎ខ្ញុំអ៊ំស្រីខ្ញុំមិនមែនអ្នកសុំទានទេប៉ុន្តែខ្ញុំសុំសួរអ៊ំបន្តិចណែសួរអីសួរឆាប់ឡើងតើអ៊ំស្រីដែលជួបនារីម្នាក់ដឹកដៃកុមារម្នាក់ទេក្នុងលោកនេះមាននារីកកោដែលសុទ្ធតែធ្លាប់ដឹកដៃកូនតើចង់ឲ្យយើងឆ្លើយថាម៉េចហ៎
hai chị ấy mà yên mình hiến hào một sòng tiên tớiประดิษฐ์นูละงี้ละเงือระเบียบนี้นะខ្ញុំគ្មានទេខ្ញុំលាឯងមកsangថ្ងៃនេះសบายដល់ណាឯងទិញបានអីខ្លះគ្នាទិញបានទឹកអប់ហ្នឹងណាអ្នកត្រីទាំងអស់គ្នាទឹកតាមកប៉ុណ្ណាសូមអភ័យទោសអនុញ្ញាតឲ្យខ្ញុំសុំសួរបន្តិចឯងចង់សួរពីរឿងអីមិនគុំសួរមកតើអ្នកស្រីទាំងអស់គ្នាធ្លាប់បានឃើញនារីម្នាក់ដឹកដៃក្មេងប្រុសម្នាក់ទេណែពួកយើងអាប្រពេតនេះគាត់ជាមនុស្សឈួតទេតើណែពីកើតទេនាំគ្នាទៅគំនៅចិត្តមនុស្សឈួតណាគេថាខ្ញុំឈួតពុទ្ធោខ្ញុំប្រហែលជាឈួតមែនប៉ុន្មានឆ្នាំនេះខ្ញុំដើរសួរគេតែសំណួរមួយបែបនេះសួរស្ទើរគ្រប់ច្រកល្ហកទាំងអស់ក្នុងនគរប៉ុន្តែគ្មានបានដំណឹងអ្វីបន្តិចសោះរហូតដល់ពេលនេះគេនាំគ្នាស្មានថាខ្ញុំជាអ្នកសុំទានគេនាំគ្នាហៅខ្ញុំថាជាមនុស្សឈួតឆ្នាំមកនេះពួកយើងដូចជំនួយហត់ណាស់មែនហើយលោកនាយដូច្នេះគួរតែយើងវិលត្រឡប់ទៅព្រះរាជធានីវិញហើយទូព្រះរាជាថាយើងស្វែងរកអស់លទ្ធភាពទៅហើយណាលោកនាយមិនកើតទេព្រះករុណាជាម្ចាស់ទ្រង់មានព្រះរាជបញ្ជាថាបើយើងស្វែងរករូបមេតបគិរីពងមិនឃើញទេយ៉ាងហោចណាស់ក៏មានស្លាកស្នាមឬវត្ថុអ្វីមួយចំពោះតាំងដែរទើបអាចត្រឡប់ចូលទៅទូលព្រះអង្គវិញបានណាអូបើតាមប្រសាសន៍របស់លោកនាយណាមិនដឹងជាយើងត្រូវតិចមង្គតដល់ពេលណាទៀតទេយើងក៏កំពុងពិបាកក្នុងរឿងនេះដែរណាឯណាពូអ្នកបំរើអូណែលោកមានកាយទេមានកាយអញហៅមកហូបយូរណាស់ហើយមកយូរឃើញទៅមកស្លាប់អស់ហើយទេអីណែអញនេះទើបមកពីព្រះរាជធានីណាអាយអូមកពីព្រះរាជធានីអូយសូមមេត្តាអភ័យទោសអាតយអូយ៉ាក៏បងអើយមកពីព្រះរាជធានីអាតយឆាប់ឡើងអាតយលោកតង់ខែខ្ញុំប្រសពចាត់ចែងលោកតង់ខែខ្ញុំប្រសពចាត់ចែងចេះតាំងចេះតែងចាំហូបអាហារលោកកុំព្រួយយ៉ាងនោះឆ្ងាញ់ពីសាលោកកុំព្រួយឆ្ងាញ់ពីសាទាំងសាច់ទាំងសាសុទ្ធតែប្រណិតទាំងសាច់ទាំងសាសុទ្ធតែប្រណិតថ្ងៃរហួនអាយ៉ាឲ្យលោកតន់ចិត្តរហួនអាយ៉ាឲ្យលោកតន់ចិត្តកៃលោកកាយអាណិតអើយដល់ជារងពាន់នេះពួកអ្នកបម្រើនេះតើតែដឹងថាពួកយើងមកពីព្រះរាជធានីទើបស្លោភ្នែកទេទៀនអើយព្រះរាជធានីជាទីតាំងនៃវាំងកំថាឡើយថាអស់លោកចេញពីក្នុងវាំងគ្រាន់តែនៅក្បែរវាំងនេះក៏យើងខ្ញុំគោរពកោតខ្លាចដែរទេអាចារ្យស្រ័យហើយគិតឲ្យសពទៅណែល្អនឹងអាក្រក់វាថិតទៅលើបបោមកមនុស្សទេតើទៀតបាទណែខ្ញុំសូមជំរាបថាណែមហោបក្នុងភោជនីយដ្ឋានរបស់រខៅខ្ញុំនេះណាវាសុទ្ធតែធន់ល្អតម្លៃខ្ពស់មកលោះហើយមុខជាត្រូវមាត់លោកមកចាំខានទេទៀតចិត្តតែលោកខាននេះបាទនេះត្រូវមាត់ណាបាទយីចាអត្តបសម្បំនេះមកពីណាហ៎អញមកដល់អីហ៎ដឹងមកចូលហាងហ្មងនេះបាទណែចិត្តក្រែងកន្លែងហ្នឹងជាភោជនីយដ្ឋានណាខ្ញុំរកទទួលទានអត់ដឹងអស់លោកមកពីវាំងនេះហើយមករកទទួលទានហេតុអីហេតុអីបានជាជាតិដឹកសេះចូលអញ្ចឹងផងហ៎
ណែសូមអភ័យទោស អស់លោកពីក្នុងវាំងច្រើនណាពងហមណា បាទសូមអភ័យទោសខ្ញុំមានវិបត្តិខាងផ្លូវចិត្តនាំឲ្យភ្លេចខ្លួនដឹកទាំងសេះដើរមកជាមួយផងដូច្នេះសូមអភ័យទោសខ្ញុំយកសេះទៅចំខាងក្រៅសិនណាលោក យកចោលយកអត់ដែរមកបានមកនេះកាយនេះ ពួកវាយមើលសេះរបស់ថ្នោតដែលអាសាតិចស្រមោលដឹកមកគឺជាសេះរបស់លោកមេកងទ័ពពីពងហើយប៉តាលោកនាយណែខ្ញុំស្គាល់សេះហ្នឹងច្បាស់ណាស់ណែលោកម្ចាស់ណែមិនឃើញផ្កាយលើក្បាលវាទេប៉ុន្តែសេះនេះដូចជាស្គមជាងសេះរបស់លោកមេទ័ពមែនហើយឈួតគមរឿងស្គមឬធាត់នោះហេតុអីឯងធ្វើដូចជាមិនដឹងខ្យល់អីចឹងបាទមិនដឹងមែនបាទមិនដឹងមែនលោកកងវល់កងលោកនាយអាតប៉ែនេះប្រហែលជាណែលួចសេះរបស់ណែលោកមេទ័ពហើយណាណែអាកោទេចូលទៅបាទលោកមានការអីលោកឯងជាណាបាទខ្ញុំគឺជាខ្ញុំឯងចង្រៃឯងឈ្មោះអីបាទកើតមកក្នុងឆ្នាំពេកខ្ញុំភ្លេចឈ្មោះខ្លួនឯងបាត់ទៅហើយលោកភ្លេចឈ្មោះមិនលោកនាយឈ្មោះខ្លួនឯងនៅក្នុងលោកនេះដែលមានមនុស្សណាភ្លេចឈ្មោះខ្លួនឯងហ៎លោកចូលចិត្តជេរណាប្រហែលជាលោកកើតមកនេះដើម្បីជេរតែមនុស្សដូចគ្នាទេមើលទៅអានណោះធៀងឡើងមកឲ្យប៉ុណ្ណាទៅប្រាប់ឲ្យត្រង់កុំនៅឡងលែងហើយប្រាប់ឲ្យត្រង់កុំនៅឡងលែងអំពីរឿងតែងតើបានទីណាសេះនេះជាសេះរបស់លោកមេទ័ពគិរីពងឯងច្បាស់ជាលួចរបស់លោកហើយឥឡូវនេះប្រាប់អញឲ្យត្រង់មកតើឯងលួចមកពីណាហើយឥឡូវលោកមេទ័ពនៅឯណាហ៎បើយើងជជែកវិញ្ញាជាមួយនាំតែបែកការគេស្គាល់បណ្ដាលឲ្យរាំងផ្ទះដល់ដំណើរស្វែងរកវិចារហេមិនលឺលោកនាយសួរទេតើសេះនេះឲ្យបានពីណាសេះនោះគឺខ្ញុំឃើញវាដើរគ្មានម្ចាស់នៅតាមផ្លូវខ្ញុំក៏ចាប់យកមកខ្ញុំពុំបានជាដឹងថាជាសេះរបស់ណាទេលោកបាទឥឡូវនេះណែបើលោកស្គាល់ជើងយកទៅវិញចុះបាទពួកយើងនាំយកសេះទៅព្រះរាជធានីទូលព្រះរាជាភ្លាមជំរាបសួរលោកម្ចាស់លោកម្ចាស់អូពួកអូលោកត្រឡប់មកវិញហើយវិញមិនទៅបានលទ្ធផលយ៉ាងណាដែរសូមលោកម្ចាស់អញ្ជើញពិនិត្យមើលតើលោកម្ចាស់ស្គាល់សេះនេះទេទៀតបាទសូមលោកមេទ័ពពិនិត្យមើលទៀតហានេះជាសេះដ៏ល្បីល្បាញរបស់លោកគិរីពងតាពួកឯងរកលោកឃើញណែណាចុះឥឡូវនេះលោកមានជ័យមកទេបាទអត់ទេមកទៅសេះលោកម្ចាស់ពួកខ្ញុំរកឃើញតែសេះប៉ុណ្ណោះទេទៀនបាទមើលទៅសេះនេះមិនក៏អញ្ចឹងបាទណែមានតាចាស់ឈួតម្នាក់បានឃើញលោកគិរីពងស្លាប់នៅក្នុងព្រៃស្ងប់ដាច់ស្រយាលបាទហើយគាត់ក៏នាំតែសេះយកមកទេទៀនបាទត្រូវតែឲ្យតាចាស់នោះជូនទៅយកសាប់តាប់មកតាប់បានទេដឹងអើយកើតទេដឹងហើយមិនកើតទេទៀនតាចាស់ឈួតនោះវងវិញវងវាន់លែងដឹងទិសតំបន់ទៅហើយបាទធ្វើម៉េចនឹងនាំផ្លូវទៅបានមួយចំណែកទៀតឥឡូវនេះក៏មិនដឹងទៅរកមនុស្សឈួតនោះនៅឯណាដែរបាទមិនដឹងជាសត្វដែលដល់ណាទេអើយណាពួកឲ្យលោកសម្រាប់ចុះខ្ញុំនាំតំណែងទៅទូតបរិជាសិនបាទលោកនាយប្រសពនេះបញ្ចេញបញ្ចូលណាណោះមើលទៅពួកវិញមើលណោះ
ពួកឯងត្រូវលក្ខការនេះឲ្យចិត្តបើមិនចេះកុហកទេគេនឹងប្រើពួកយើងឲ្យចោលផ្ទះចោលសំបែងរាប់ឆ្នាំទៀតហើយមិនខានទេអេអើយកាលហើយកាលនោះណាបរងត្រេចចអនាថាពេលខ្លាំងត្រូវដាច់អត់អាហារគួរឲ្យអនិច្ចាពេកកន្លងអើយទឹកឃ្លានបាយណាលោកកាយរួមកាយសូមមកចាំអូនណាព្រែកទឹកឃ្លានបាយលោកកាយរួមកាយសូមមកចាំខំហើយអើអើយកំឡាំងលោកកាយកំព្រាយស្អែកកាប៉ុន្តែទឹកចិត្តណាលោកកាយធ្លាប់គិតបដិញ្ញាញាតែប៉ុន្តែទឹកចិត្តណាលោកកាយធ្លាប់គិតណាបដិញ្ញាញានៅតែអើយខ្លាំងខ្លាលោកកាយស្វែងរកអើយអបចាំរីបើជើងទៅទេរាប់ឆ្នាំមកហើយគ្មានប្រាក់មួយសេនសោះរស់មួយពេលដោយសារទៅធ្វើការបម្រើអ្នកដទៃបដូរយកអាហារចំអិតកាពះតែប៉ុណ្ណោះប៉ុន្តែបើរកប្រពន្ធនឹងកូនពុំឃើញខ្ញុំមិនវិលត្រឡប់ចូលរាជធានីវិញជាដាច់ខាតអូផ្ទះនេះមានសេះច្រើនណាស់ចូលទៅរកសំទឹកគេទទួលទានសិនអ្នកណាមានការអីនឹងលោកតខៅខ្ញុំសុំទឹកហូបបន្តិចលោកអូណទឹកពីងនៅចំហៀងផ្ទះនោះចូលទៅហូបចុះបាទអរគុណលោកតខៅខ្ញុំហូបហើយខ្ញុំសុំលាលោកទៅវិញហើយណាលោកអ្នកឯងមុខដូចជាខ្មៅណាប្រហែលជាពុំទាន់ហូបបាយទេអីដូច្នេះហូបបាយផ្ទះយើងមួយពេលសិនចុះម៉ែវាចាមើលណែរៀបចំបាយឲ្យអ្នកស្មុំនេះហូបមួយឆ្អែតផងចុះយកប៉ុនណាចាណែពូពុយហ្នឹងណាហូបបាយលើក្រែទេណាពូបាទណែអ្នកស្មុំបាទផ្ទះសំបាយឯងនៅឯណាខ្ញុំគ្មានផ្ទះទេលោកអ្នកប្រកបរបរសំទានចិញ្ចឹមជីវិតដូច្នេះតើគ្រប់គ្រាន់ទេខ្ញុំមិនដែលប្រកបរបរនេះទេលោកមិនមែនស្មុំទេចុះហេតុអីក៏ស្លៀកពាក់របៀបនេះបាទព្រោះខ្ញុំគ្មានសម្លៀកបំពាក់ល្អបើអញ្ចឹងណែអ្នកមានដំណើរទៅណាដែរបាទដំណើររបស់ខ្ញុំគ្មានគោលដៅទេខ្ញុំណែទទួលទានឆ្អែតបរិបូរហើយអញ្ចឹងសូមអរគុណហើយតើខ្ញុំទៅបំពេញកិច្ចការអីជូនលោកទៀតចុះហេតុអីសួរយ៉ាងនេះទេពូអើយខ្ញុំគ្មានបំណងប្រើអ្នកទេសូមយើងទៅចុះដោយពាក្យដែលខ្ញុំជម្រាបរួចមកហើយថាខ្ញុំមិនមែនជាស្មុំជាចកទេប៉ុន្តែសប្តាហ៍នេះខ្ញុំជួយធ្វើការអ្នកស្រុកតាមផ្លូវដើម្បីយកកម្រៃជាអាហារចំអិតកាពះអូបាទដូច្នេះសូមលោកកុំបង្ខំឲ្យខ្ញុំបោះបង់ទម្លាប់នេះចោលអីខ្ញុំយល់ហើយណាប៉ុន្តែខ្ញុំនេះជាដង្ខៅសេះកិច្ចការនៅទីនេះគ្មានអ្វីក្រៅពីការធ្វើសេះទេណាបាទប៉ុន្តែអ្នកពុំចេះជិះសេះគឺថាពុំអាចបំពេញកិច្ចការនេះបានទេបាទមិនអីទេលោកខ្ញុំធ្វើសេះជូនលោកនៅខៅបានណា
លោកនឹងខាងខ្ញុំមកវិញហើយទៀត អូពូមកវិញហើយ បាទហូចសេះណាក៏គ្រប់ចំនួនទាំងអស់ដែរ អ្នកឯងចេះពិសេសស្ទាត់ទំនាញណាណ៎ បាទឥឡូវនេះខ្ញុំសូមលាលោកនឹងខាងនិងអ្នកស្រីបន្តដំណើរទៅទៀតហើយ ជិបសិនពូជិបសិន ណែខ្ញុំគិតគូរពីអ្នកប្តីប្រពន្ធថាតាំងពីថ្ងៃម្លេះ បាទ គឺថាចង់ខាត់អ្នកឯងឲ្យនៅជាមួយខ្ញុំនេះណា ហ្នឹងហើយណាពូ សូមអរគុណហើយលោកនឹងខាងប៉ុន្តែគួរឲ្យស្ដាយណាស់ដែលខ្ញុំពុំអាចនៅបាន ហីមិនអញ្ចឹងក្រែងពូខ្ញុំផ្ទះសម្បែងគ្មានក្រុមគ្រួសារទេអី បាទត្រូវហើយប៉ុន្តែជំរាបដោយត្រង់ទៅចុះខ្ញុំដើរត្រាច់រង្គត់សប្តាហ៍នេះគឺដើម្បីស្វែងរកប្រពន្ធនិងកូនដែលបាត់ជាយូរឆ្នាំមកហើយទេ ការដើរផ្សងព្រេងអនាថារបៀបនេះមិនល្អទេណាណែខ្ញុំចង់ខាត់បងឲ្យនៅជាមួយខ្ញុំមិនមែនចាត់ទុកជាខ្ញុំកំដរទេគ្រាន់តែឃើញអត្តចរិតរបស់បងភ្លាមខ្ញុំមិនដឹងជាមាននិស្ស័យអ្វីបានជាជំរុញចិត្តខ្ញុំឲ្យស្រឡាញ់រាប់អានដោយស្មោះចំពោះបងហ្នឹងណាឥឡូវនេះគឺថាអញ្ចេះទៅចុះសូមបងនៅរួមរស់ក្នុងផ្ទះរបស់ខ្ញុំហើយយើងរាប់អានគ្នាដូចបងប្អូនមិនអីទេណាបើពេលណាបងចង់ចេញទៅស្វែងរកប្រពន្ធសេះរបស់យើងមានស្រាប់ណារួចហើយគឺថាបងត្រឡប់មកផ្ទះវិញខ្ញុំអត់ចង្អៀតចង្អល់ទេបើខ្ញុំនឹងជួយបងឲ្យអស់ពីចិត្តពីថ្លើមណាបង មិនយ៉ាងម៉េចពូទទួលការរាប់អានរបស់ស្អីប្រពន្ធយើងទេ សមានចិត្តរបស់អ្នកទាំងពីរធ្វើឲ្យខ្ញុំរំភើបណាស់ខ្ញុំពុំអាចប្រកែកចោលទៅទៀតបានទេឈប់ស្លែងត្រឹមណាច់តាមដើមតងខ្លាចរំលងជាច្រើនឆ្នាំកន្លងគូស្នេហ៍វ័យក្មេងជួបផ្ដោះផ្ដងតាតងស្នេហាឆ្នេរគង់ទី បងហេតុអីក៏ជ្រុកមកសម្លឹងទឹកលេងនិយាយស្ដីអញ្ចឹងតើបងពិបាកចិត្តពីរឿងអី អូណែបងគ្មានគិតពីរឿងអីទេបានមកជួបមុខអូនម្ដងបងសែនសប្បាយចិត្តណាស់អូនមើលណោះសត្វរំពេហើគៀងគូឆាប់ទឹកទន្លេហាក់បីដូចជាយើងទាំងពីរនាក់អញ្ចឹងណាអូន បងប៉ិនព្រៀបប្រដូចណាស់ Bye.
បងអរគុណនឹងអូនណាប៉ុន្មានឆ្នាំនេះអូនជួយបងច្រើនពេកហើយណាអូន យើងរៀនក្នុងសំណាក់លោកអាចារ្យទៅសាប្រមកជាមួយគ្នាប៉ុន្តែអូនជាកូនសេដ្ឋីឲ្យរូបបងក្រខ្សត់ហើយថែមទាំងកំព្រាឯកាទៀតដូច្នេះហើយបានជាអូនអាណិតបងណាបញ្ជរីអូនហើយ ចា បងចាំពុំភ្លេចទេកាលម្ដាយរបស់បងនៅរស់គាត់បានផ្ដាំថាកាលណាកំព្រាធំពេញវ័យឡើងកូនកុំស្រឡាញ់ស្រីកូនគេអ្នកមានទ្រព្យសម្បត្តិស្តុកស្រមឲ្យសោះព្រោះវានឹងនាំមកនៅផលវិបាកដល់ខ្លួនទៅថ្ងៃក្រោយណា បងកំព្រាសូមបងឈប់និយាយពាក្យនឹងទៀតទៅអូនឯអូនឆ្ងល់ណាស់ហេតុអីថ្ងៃនេះបងចេះតែអង្គុយភ្លឹកយ៉ាងនេះបងមានរឿងអីបញ្ជរីអូនប្រាប់ខ្ញុំឲ្យត្រង់មកមើលតែបងមិនលាក់លៀមនឹងអូនទេបងបានដំណឹងថានៅពេលដ៏ខ្លីខាងមុខនេះនឹងមានពិធីប្រណាំងសេះនៅឯព្រះរាជធានីបងចង់ចូលរួមប្រណាំងនឹងគេណាអូន បើចង់ទៅហេតុអីពិបាកចិត្តអូនកាត់យល់ហើយមកពីបងគ្មានសេះមែនទេអូនបញ្ជរីឆ្លាតវៃណាស់ បងកំព្រាខ្ញុំធ្លាប់លើឪពុកខ្ញុំនិយាយថា